ទាំងអស់គ្នាដោយសារស្ថានភាពបច្ចុប្បន្នហ្នឹងយើងស្ថិតនៅក្នុងសង្គ្រាមចំនួនព្រំដែនរវាងកម្ពុជាហើយនិងថៃអញ្ចឹងណាហើយពេលអញ្ចឹងធ្វើឲ្យមាននឹកឃើញដល់ថាកាលពីក្មេងតែលើចាស់គាត់និយាយចេះពួកឯងខ្ជិលអញ្ចឹងណាចង់ឲ្យពួកឯងឆ្លងកាត់លោករសជាតិសង្គ្រាមម្ដងទៀតការពិតទៅយើងដឹងហើយថាគាត់ធ្លាប់រស់នៅក្នុងរបបបែបហ្នឹងគឺពិបាកផិតភ័យរស់នៅក្នុងការគំរាមកំហែងបាក់ស្បាតគ្រប់បែបយ៉ាងនិយាយទៅអាការភាពភ័យខ្លាចរបស់គាត់ហ្នឹងនៅក្នុងស្ថានភាពពេលហ្នឹងគឺអាចបរិយាយបានទេបើនិយាយពីស៊ីជម្រៅគឺវាពិបាកខ្លាំងណាស់អញ្ចឹងណាប៉ុន្តែសម្រាប់ម៉ាមីជាម្ដាយជាប្រជាពលរដ្ឋខ្មែរមួយរូបនេះក្នុងស្ថានភាពហ្នឹងណាម៉ាមីពិតជាអត់ចង់ឲ្យក្មេងជំនាន់ក្រោយទោះជាគាត់មិនក៏ដោយអត់ចង់ឲ្យគាត់ភ្លក់រសជាតិឬក៏ស្គាល់ក្នុងរបបសង្គ្រាមម្ដងទៀតទេនិយាយទៅយើងឃើញស្ថានភាពបច្ចុប្បន្នពិតជាឈឺចាប់ហើយពិបាកមែនតើដែលក្មេងភេសឹករត់គេចខ្លួនរត់គេចពីផ្ទះសម្បែងផាត់ផ្ទះគ្រួសារដើម្បីឲ្យមានសមត្ថភាពអញ្ចឹងក្នុងនាមយើងគឺអត់ចង់ឲ្យមានសង្គ្រាមកើតឡើងម្ដងទៀតបាច់អាណាភ្លក់បាច់អាណាស្គាល់ទេគឺសុំតែម្យ៉ាងគត់សន្តិភាពអញ្ចឹងបានយើងដឹងថាសន្តិភាពគឺសំខាន់យ៉ាងណានៅក្នុងស្ថានភាពបច្ចុប្បន្នហ្នឹង